ក្លឹប FC Barcelona បានឈានដល់ការព្រមព្រៀងលើការនាំយកខ្សែបម្រើការពារនិងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ Rodri ពីក្លឹប Manchester City ក្នុងតម្លៃប្រមាណ65លានផោនកីឡាករវ័យ30ឆ្នាំរូបនេះត្រូវបានរំពឹងថានឹងចុះកិច្ចសន្យារយៈពេល4ឆ្នាំជាមួយនឹងម្ចាស់ជើងឯក La Liga ហើយកាប់តេនឹងសម្រេចជាផ្លូវការនាពេលប៉ុន្មានថ្ងៃខាងមុខ Rodri នឹងចាក់ចែងពីទឹកដីអ៊ីទីហាតបន្ទាប់ពីរួមរស់នៅទីនោះអស់រយៈពេល7រដូវកាលដោយជោគជ័យដោយឈ្នះពានរង្វាន់ធំៗចំនួន12ដែលក្នុងនោះរួមមាន Premier League 4ដងនិង Champions League ម្ដងព្រមទាំងបានបង្ហាញខ្លួន298លើកគិតចាប់តាំងពីគេបានផ្ទេរពី Atletico Madrid ក្នុងឆ្នាំ2019 ទោះបីជាជួបបញ្ហារបួសជង្គង់និងរបួសសរសៃពួរដែលរំខានដល់ការប្រកួតពីរដូវកាលចុងក្រោយក៏ដោយប៉ុន្តែ Rodri បានបង្ហាញគុណផលយ៉ាងលេចធ្លោឡើងវិញក្នុងពានរង្វាន់ FIFA World Cup 2026ដែលបាននាំក្រុមអេស្ប៉ាញគ្រងជើងឯកនិងឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរដំបូងឡើយ Real Madrid ត្រូវបានរំពឹងថានឹងក្លាយជាទ្រនំបន្ទាប់របស់គេប៉ុន្តែកីឡាករផ្ទាល់បានបង្ហាញបំណងចង់ចូលរួមក្លឹបគូប្រជែងរួមលីករបស់ពួកគេគឺ Barcelona ទៅវិញប្រសិនបើការផ្ទេរសម្រេចទៅបានហើយ Rodri ផ្លាស់ទៅ Barcelona ជាផ្លូវការតើនរណានឹងជំនួសរូបគេនៅ Man City ទន្ទឹមនឹងការចាក់ចែងរបស់ Rodri រួមទាំងការបាត់បង់ Bernardo Silva និង Tijani Reander ក្លឹប Maker កំពុងសម្លឹងមើលជម្រើសលេចធ្លោមួយចំនួននៅក្នុងតំបន់បម្រើមានដូចជា Ayoub Bouadi របស់ Lille ខ្សែបម្រើវ័យ18ឆ្នាំត្រូវបានមើលឃើញថាជាបេក្ខភាពជួរមុខម្នាក់កីឡាករជម្រើសជាតិម៉ារ៉ុកមានតម្លៃប្រមាណ85លានផោនលេខក្នុងតួនាទីលើទីលានស្រដៀងទៅនឹង Rodri ហើយរូបគេចង់ផ្លាស់មកកាន់ Etihad ផងដែរ Enzo Fernandez របស់ Chelsea ទោះបីជា Chelsea បានកំណត់អសន្នវត្តនិងទាមទារតម្លៃផ្ទេរខ្ពស់រហូតដល់120លានផោនក៏ដោយ Man City នៅតែជឿជាក់ថាកិច្ចព្រមព្រៀងអាចនឹងកើតឡើងបានលោក Maresca ធ្លាប់ផ្ដល់តំណែងប្រធានក្រុមឲ្យ Fernandez ការលោកដឹកនាំនៅ Chelsea ហើយសមត្ថភាពលេងបានច្រើនតំណែងរបស់គេអាចសម្របគ្នាបានជាមួយនឹង Elliot Anderson Alex Scott របស់ Bournemouthខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ22ឆ្នាំបានបដិសេធកិច្ចសន្យាថ្មីជាមួយ Bournemouth អ្វីបើ Bournemouth ធ្លាប់បានបដិសេធសំណើនានាប៉ុន្តែសមត្ថភាពអូសបាល់និងការគ្រប់គ្រងបាល់របស់ Scott ស័ក្តិសមបំផុតទៅនឹងរបៀបលេងរបស់លោក Maresca Alexis McAllister របស់ Liverpool ម្ចាស់ជើងឯក World Cup 2022រូបនេះនៅសល់កិច្ចសន្យាតែ2ឆ្នាំទៀតទេនៅ Anfield ហើយបទពិសោធន៍ដ៏សម្បូរបែបរបស់គេនៅលីកកំពូលអង់គ្លេសធ្វើឲ្យកីឡាករសង់ទីនរូបនេះក្លាយជាជម្រើសមិនគួរមើលរំលងមួយនៅតំបន់បម្រើសម្រាប់ Man City AMS Sport ដើម្បីកីឡា